គឺជំនួបរបស់ក្រុមម្ចាស់ផ្ទះ Nagavel ជាមួយនឹងក្រុមភ្ញៀវបង្កេតនៅកីឡដ្ឋានខេត្តកំពង់ស្ពឺដែលនេះគឺជាការប្រកួតបាទនៅម៉ោង 6 ល្ងាចម្ចាស់ផ្ទះឯកសណ្ឋានពណ៌ស្វាយចំណែកឯក្រុមភ្ញៀវបង្កេតឯកសណ្ឋានពណ៌សបាទអញ្ញាកណ្ដាលកាត់សេចក្តីគឺលោកពីងសុជាតិបាទរួមជាមួយនឹងជំនួយការបាទលោកផៃវិសាលោកហែមចិត្រានិងលោកថនថាវុនបាទនេះហើយគឺជាក្របបាល់ដំបងគឺការទាត់សម្ដៅហើយសង្គ្រោះដោយអ្នកចាំទីកយសាលីមតែបាល់បាទ rebound ត្រឡប់មកវិញ Lucas Venuto បាទទាត់ជើងឆ្វេងបញ្ចូលទីបាទពេញទំហឹងតែម្ដងបាទរៀបរៀងបានហើយប៉ុន្តែបាល់សល់មួយនេះគឺបាទมันអាចទប់ជាប់ទៀតនោះទេបែនជើងឆ្វេងបញ្ចូលទីកិច្ចពីអ្នកចាំទីកយសាលីមនៅចុងការប្រកួតវគ្គទី1ក៏មានឱកាសល្អមួយទៀតដែរតែ Lucas Oliveira បាទគឺទាត់មិនចំគោលដៅចប់វគ្គទី1ក្រុមម្ចាស់ផ្ទះបាទនាំមុខ1-0 Nagavel 1បង្កេត0ចូលដល់វគ្គទី2ក៏មិនសូវជាប្រែប្រួលប្រហែលដែរNaga នៅតែជាក្រុមមួយដែលដាក់សម្ពាធទៅលើក្រុមគូប្រជែងឱកាសនៃការតែតរបស់ Yusuke Minagawa ការបញ្ជូនរបស់ Lucas Venuto បាទកោងទៅត្រង់នេះដណ្ដើមទីតាំងលោតតែតបានចំបាល់ហើយតែមិនចំគោលដៅបន្តទៀតនៅនាទីទី63 Venuto ក៏ទាត់សម្ដៅទីកន្លក់បន្តិចលូកជើងទៅឆ្កឹះដែរតែមិនបានសម្រេចនោះទេ Lucas Venuto ព្យាយាមបាទទះឲ្យកោងផុតដៃសាលីមប៉ុន្តែមិនកោងគ្រប់គ្រាន់នោះទេនៅនាទីទី74បាល់ដាច់ត្រង់នេះដោយ Wederson ក៏ទះបាទបានសម្រេចបាទគ្រាប់បាល់ទី2របស់ក្រុមម្ចាស់ផ្ទះ Nagavel បញ្ជូនចោះទៅត្រង់នេះបានល្អណាស់ហើយក៏ទះទៅបាទប៉ះនឹងខ្លួនរបស់បាទ Son Kelly ទៀតចូលទីបាទយើងមើលត្រង់នេះបាទការបែបាទប៉ះនឹងឆ្អឹងជំនីរបស់ Son Kelly បាទចំណុចនេះវិញគឺការទាត់ពីចម្ងាយហើយបាទចាប់បានគឺការទម្លាក់ដោយ B1 បាទ Wesley បាទប៉ុនប៉ងពីចម្ងាយបុកដេមួយហើយក៏ទះទម្លាក់ដោយអ្នកចាំទីបាទត្រង់នេះមួយជើងរបស់វ៉ាងដាវីនបាទបុកត្រង់របាអូហូយបាទពេញទំហឹងល្អណាស់តែបាទមិនបានសម្រេចនោះទេបាទគៀស1គៀស2រួចក៏រុញបន្តិចហើយក៏សម្រេចចិត្តបាទបញ្ចប់ទីដោយខ្លួនឯងម្ដងធ្លាក់ល្អប៉ុន្តែបាទជួយបានដោយរបាទីញ៉ាកណ្ដាលក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតត្រឹមលទ្ធផលមួយនេះក្រុមទាំងពីរបច្ចុប្បន្នមានពិន្ទុស្មើគ្នាហើយ32ពិន្ទុ